ភាគទី1មានបរិសម្នាក់គាត់ក៏បានឃ្លានគាត់ក៏បានដើរទៅម៉ាតតែគាត់ក៏បានជួបរឿងមួយឃើញមនុស្សជាច្រើនក៏បានរត់ចេញពីម៉ាតនឹងច្រើនពេកមានអ្នកខ្លះរត់បុកគាត់ជួសទូរស័ព្ទតែមានក្មេងស្រីពីរនាក់រត់ដួលប៉ះគ្នាក៏បានដួលនៅលើខ្នល់ក៏បានបំរុំរត់ចោលពីរនាក់នឹងតែគាត់ក៏បានអាណិតក៏បានចូលទៅជួយក្មេងស្រីពីរនាក់នឹងព្រោះអីមានគេចង់ចាក់សម្លាប់ក្មេងស្រីពីរនាក់នឹងគាត់ក៏បានយកខ្លួនគាត់ទៅរងជាអកុសលគាត់ក៏បានត្រូវក៏ដែរសម្រាប់នឹងចាក់ក្មេងស្រីពីរនាក់នោះក៏បានចាក់គាត់ធ្វើឲ្យគាត់ដួលក្មេងស្រីពីរនាក់នោះក៏បានរត់ទៅមើលនៅចេញពីម៉ាត់ទៅរត់មើលដែរគាត់ក៏បានដាច់ដង្ហើមស្លាប់បាត់ទៅក្មេងស្រីពីរនាក់នោះក៏បានយំជាខ្លាំងមិនគួរណាគេស្លាប់ដោយសារពីរនាក់ខ្ញុំគាត់ក៏បានស្លាប់បង់ជីវិតពីពេលនេះទៅលុះពេលភ្ញាក់ពីដំណេកគាត់ក៏ស្មានថារឿងនឹងជាការប៉ັດទាំងការប៉ັດគាត់ដេកយូរសពសោះគាត់ក៏បានងាកឆ្វេងងាកស្ដាំក៏បានឃើញម៉ែដោះរបស់គាត់កំពុងតែជូតថូផ្កាម៉ែដោះគាត់ក៏បានឃើញគាត់ភ្ញាក់ពីដំណេកក៏ស្ទុះទៅអោបម៉ែរបស់គេក៏ស្ទុះមកអោបគេដែរគេបានដេកអស់ជាច្រើនថ្ងៃហើយទាន់តែភ្ញាក់ថ្ងៃនឹងទេពេលនេះគាត់ងាកទៅក្រោយគាត់ក៏ងាកទៅមើលកញ្ចក់បានស្រែកឆាឡារត់ពេញលើពុកនោះម្ដាយនិងម៉ែដោះក៏បានចាប់ឲ្យក៏សួរគាត់ថាមានរឿងអីគេបានប្រាប់ថាអ្វីបានខ្ញុំជាស្រីមកដល់ក្នុងតែវិឡានាងក៏បានច្របាច់ដៃចុះច្របាច់ដៃឡើងអ្នកបម្រើក៏បានសួរថាកើតអីបានច្របាច់ដៃចុះច្របាច់ដៃឡើងគាត់ក៏បានប្រាប់ថានាងក៏ប្រាប់ម្ដាយនាងថាអ្វីបានដៃខ្ញុំទន់ម្លេះម្ដាយក៏ប្រាប់ថាមកពីកូនឯងជាក្មេងអញ្ចឹងហើយហើយទេចាំម៉ែឲ្យអ្នកអំរើទៅធ្វើម្ហូបឲ្យកូនឯងហូបណាប្រាវទៅចាប់ធ្វើម្ហូបឲ្យកូនយើងហូបមកអ្នកអំរើក៏បានថាចាឥឡូវនាងក៏បានទៅធ្វើម្ហូបបាត់ទៅចំណែកម្ដាយនាងក៏បានទៅចេញទៅក្រៅខាងក្រៅបាត់ហើយងល់តែអ្វីបានខ្ញុំជាស្រីជាក្មេងគ្រាន់ថាជាមនុស្សធំតាអីហើយអ្វីពេលនេះខ្ញុំខ្លះជាក្មេងវិញខ្ញុំឆ្ងល់ដល់ហើយខ្ញុំនឹកឃើញហើយខ្ញុំបានជួយក្មេងស្រីពីរនាក់ធ្វើឲ្យខ្ញុំស្លាប់បាត់បង់ជីវិតក្មេងស្រីពីរនោះក៏បានយំចាប់រឿងនឹងចង់សោះមកខ្ញុំនៅក្មេងក៏ស្អាតមួយយ៉ាងដែរតាអីគេសធូលីហ៎មកមើលរបស់លេងសិនមានរបស់លេងទុកណាខ្ញុំលេងសោះចូលមកឃើញក្មេងស្រីម្នាក់នោះកំពុងបើកខោអំរៅនោះក៏បានរត់ទៅចាប់លើក្មេងស្រីនោះឈរក៏បានទាញស្រាខារបស់នាងធ្វើឲ្យនាងសេកខ្លាំងឥឡូវគាត់ក៏បានពាក់ខែវិញគាត់ក៏បានបញ្ចប់បបរឲ្យនាងញ៉ាំនាងក៏បានថាបបរនោះឆ្ងាញ់ណាស់មីងនាងក៏បានសប្បាយចិត្តហើយបាននាងសរសើរអមមាត់ថាហើយអ្វីបបរឆ្ងាញ់ម្លេះដល់របស់គេក៏បានចាប់បបរមួយស្លាបព្រាទៀតគេក៏បានថាឆ្ងាញ់មកដល់គេក៏និយាយប្រាប់គេថាចាំមីងតែគួតឲ្យដេកទៅមីងស្រីនោះក៏បាននិយាយថាខ្ញុំចេះដេកខ្លួនឯងតើចាំបាច់ចាស់គួតខ្នងខ្ញុំធ្វើឲ្យខ្ញុំឈឺខ្ញុំណាស់ត្រឡប់ខ្ញុំចាស់ទៅខ្ញុំមួយដេកខ្លាំងណាស់ឥឡូវកាត់មកដល់វគ្គគេដេកបាត់ទៅអ្នកបម្រើក៏បានយកចានទៅផ្ទះបាយមកដល់ពេលនេះគេក៏បានញ៉ាំអាហាររោមទឹកជាមួយម្ដាយនិងឪពុកគេពីពីនៅថ្ងៃស្អែក